អ្នកដែលមានប្តីប្រពន្ធគប្បីយកមេរៀនរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់នេះទៅអនុវត្តហើយនឹងបានសេចក្តីសុខក្សេមក្សាន្តមិនមានភ័យមិនមានអន្តរាយអ្វីកើតឡើងនៅក្នុងត្រកូលគ្រួសារឡើយដោយព្រះអង្គទ្រង់ប្រដៅប្រាប់ថាស្វាមីត្រូវទំនុកបម្រុងដោយស្ថានទាំងឡាយ5យ៉ាងចំពោះភរិយាគឺដោយការរាប់អានភរិយាពេញទីមានន័យថាកុំទុកភរិយាដូចជាមិត្តភក្តិពួកម៉ាក់សម្លាញ់ឬក៏ទុកដូចជាមិត្តអាមាត្យឬដូចជាអ្នកបម្រើគឺរាប់អានភរិយាពេញទីជាស្ត្រីមេផ្ទះណាឲ្យសិទ្ធជាស្ត្រីមេផ្ទះជាភរិយានឹងគឺជាអ្នកម្ចាស់ផុសស្ដាណាជាម្ចាស់ផុសស្ដាគឺជាម្ចាស់របស់ប្តីនឹងហើយទី2ហ្នឹងគឺដោយកុំប្រមាថមើលងាយគាត់ណាយើងជាស្វាមីហ្នឹងត្រូវឲ្យតម្លៃទៅលើភរិយាកុំមើលងាយកុំតេះដៀលកុំពោលជ្រលោះច្រឡងខាងដៀលថ្មេះតេះមេរយាទចេះអសរមិនចេះអក្សរចេះត្រកូលអ្នកក្រត្រកូលអ្នកមានឬក៏ខ្មៅសល្អស្អាតយកទៅប្រដូចនឹងអ្នកដតីកុំឲ្យសោះឡើយព្រោះថាបើស្វាមីពោលមើលងាយចំពោះភរិយាហើយភ័យអន្តរាយគឺភ័យផងនិងអន្តរាយផងរមែងកើតមានដល់គ្រួសារនឹងពុំខានឡើយដូច្នេះមិនត្រូវពោលពាក្យគំរាមកំហែងទ្រគោះបោះបោកប្រមាថមើលងាយចំពោះភរិយាទេនឹងមួយហើយទី3គឺដោយមិនប្រព្រឹត្តក្បត់ចិត្តភរិយាកុំទៅរកស្រីខាងក្រៅដូចជាទៅទោះបីជាស្រីយ៉ាងណាក៏ដោយណាមានប្រពន្ធប្តីហួងហែងរសាមានអ្នករសាហួងហែងក្តីអត់រសាហួងហែងក្តីយើងនឹងមានប្តីប្រពន្ធហើយកុំនាំទុកដល់ខ្លួនដោយការទៅសែបនៅស្ត្រីខាងក្រៅផ្ទះនិងសំបីតែការលេងសើចអានឹងគឺសំដៅដល់ការក្បត់ចិត្តប្រពន្ធអញ្ចឹងអ្នកជាស្វាមីបើបំពេញភារកិច្ចតួនាទីជាស្វាមីត្រូវធ្វើឲ្យបានកុំក្បត់ចិត្តភរិយានឹងហើយបើសិនជាត្រូវថាជួនបើពើពះប្រទះដោយប្រការណាកុំចូលមកផ្ទះដោយមានមាត់ប្រឡាក់ស្រមាកទៅដោយនៅកំអែលត្រូវសម្អាតលាងមាត់ដុសធ្មេញឲ្យល្អហើយសឹមចូលមកផ្ទះវិញនឹងកុំឲ្យគេដឹងដានកុំឌឺគេនឹងហើយកែប្រែថ្ងៃក្រោយកុំធ្វើទៀតនឹងទី4គឺត្រូវប្រគល់ឲ្យសិទ្ធជាធំក្នុងនាមជាមេផ្ទះគឺជាម្ចាស់ផ្ទះជូនចំពោះភរិយាដោយមិនមានសេចក្តីរង្គៀសសង្ស័យគឺការទុកចិត្តទុកថ្លើមកុំឲ្យដូចជាពាក្យបទចម្រៀងអ្នកច្រៀងថាទុកស្រីប្តីកាន់លុយអញ្ចឹងគឺបៀតបានន័យថាមិនបានប្រគល់នាទីជាធំក្នុងនាមជាមេផ្ទះដល់គាត់ទេហើយទី5ហ្នឹងគឺត្រូវចេះទិញឬក៏ត្រូវចេះរកនៅគ្រឿងតាក់តែងខ្លួនមកឲ្យប្រពន្ធនឹងត្រូវឲ្យនៅវត្ថុដែលជាគ្រឿងអលង្ការផ្សេងចំពោះភរិយាខ្លួនហើយបើ
ភរិយាវិញកាលណាបើស្វាមីសង្គ្រោះដោយឋាន5យ៉ាងនឹងហើយភរិយានឹងត្រូវតែសង្គ្រោះស្វាមីវិញត្រូវសង្គ្រោះស្វាមីទៅឋាន5យ៉ាងវិញដូចគ្នាទី1នឹងគឺត្រូវចេះចាត់ចែងការងារក្នុងផ្ទះនឹងដោយល្អកុំឲ្យធ្វើអីខ្ជះខ្ជាយបើគេឲ្យតម្លៃយើងហើយយើងត្រូវតែទំនុកបំរុងកិច្ចការងារសពគ្រប់បែបយ៉ាងតាំងពីចង្ក្រានជើងឆ្នាំងថែទាំផ្ទះសម្បែងមើលខុសត្រូវគ្រប់ចម្ពោះទាំងអស់មិនត្រូវខ្ជះខ្ជាយទេគោក្របីរទេះសលៃឬក៏បើថាយើងលក់ដូរមើលកិច្ចការងារសពគ្រប់ជ្រុងជ្រោយទាំងអស់នឹងហើយហៅថាការចាត់ចែងការងារដោយល្អពាក្យថាចាត់ចែងការងារដោយល្អគឺទាំងការចេះធ្វើទាំងការចេះប្រើមនុស្សនឹងឲ្យទៅតាមជំនាញការងារនឹងដោយល្អនឹងមួយទៀតនឹងគឺត្រូវចេះសង្គ្រោះអ្នកណាក៏ដោយដែលត្រូវជាញាតិទាំងសងខាងញាតិខាងយើងក្តីញាតិខាងស្វាមីយើងក្តីកូនស្រីនឹងគឺត្រូវចេះឲ្យការសង្គ្រោះដោយល្អនឹងគឺថាឲ្យស្មើគ្នាណាបើគេមករកពឹងអាស្រ័យដោយអ្វីគឺមិនថាញាតិខាងណាទេត្រូវចេះលៃលោកកុំឲ្យលំអៀងថាអ្នកនេះមិនមែនញាតិអញអ្នកនេះញាតិខាងប្តីអ្នកនេះជាញាតិអញទើបបានទើបគួរអីអញ្ចឹងថ្ងៃក្រោយទៅវាធ្វើឲ្យមានរង្គៀសដូច្នេះហើយត្រូវកុំឲ្យរង្គៀសត្រូវថ្លឹងថ្លែងឲ្យស្មើហើយទី3នឹងកុំប្រព្រឹត្តក្បត់ចិត្តប្តីឲ្យសោះនឹងទោះបីជាយ៉ាងណាក៏ដោយយើងជាស្រីត្រូវប្រព្រឹត្តស្មើដោយបំពេញភារកិច្ចបម្រើប្តីនឹងគឺបំពេញភារកិច្ចជាភរិយាកុំក្បត់ចិត្តប្តីឲ្យសោះនឹងទី4គឺត្រូវទុកដាក់ថែទាំរក្សាទ្រព្យដែលប្តីខំប្រឹងប្រែងធ្វើរមកបានគឺយើងជាកូនស្រីយើងជាប្រពន្ធនឹងត្រូវទុកដាក់ថែទាំលើកទឹកចិត្តគេកុំឲ្យគេឲ្យដល់ដៃមិនទាន់ហើយស្រែកថាបាត់របស់នេះអស់របស់នោះហើយគេសួររកដើមរកទុនទៅវិញថាអស់គ្មានអ្វីសល់បើសិនជាយើងមានដំណើរយ៉ាងនេះភ័យផងអន្តរាយផងនឹងមានដល់ខ្លួនពុំខានឡើយហើយទី5គឺឆ្លៀសមិនខ្ជិលច្រអូសទេក្នុងកិច្ចការសពគ្រប់ទាំងអស់នៅក្នុងផ្ទះនៅក្រៅផ្ទះមិនជាអ្នកច្រអូសកាយច្រអូសចិត្តឡើយត្រូវប្រឹងប្រែងពិនិត្យត្រួតមើលឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងភរិយានឹងគឺលោកទុកដូចជាទិសខាងលិចស្វាមីគប្បីទំនុកបំរុងហើយចំណែកឯភរិយាក៏ត្រូវសង្គ្រោះដល់ស្វាមីវិញហើយរឿងនេះមានសម្ដែងនៅក្នុងសង្គាលកសូត្របិដកលេខ19ហើយទំព័រ87មានសម្ដែងមកដោយល្អលោកអ្នកសប្បុរសទាំងឡាយក៏បីស្វែងរកសិក្សារៀនដើម្បីអនុវត្តប្រតិបត្តិកិច្ចការរបស់ជីវិតប្រចាំថ្ងៃប្តីប្រពន្ធបើអ្នកទាំងឡាយណាបានប្រតិបត្តិតាមគួរក្នុងហេតុទាំង10ប្រការដូចបានលើកមកបាញ់មិញនេះតាមព្រះពុទ្ធដីកាសុទ្ធដែលព្រះអង្គត្រាស់ប្ររពចំពោះសង្គាលកកហបតីបុត្រក្នុងកាលនោះបុគ្គលនោះកាលបើបានប្រតិបត្តិល្អហើយភយន្តរាយពុំមានដល់ខ្លួនឡើយដល់ត្រកូលគ្រួសារឡើយសេចក្តីសុខក្សេមក្សាន្តនិងសេចក្តីចម្រើនក៏រមែងកើតឡើងសូមលោកអ្នកត្រេកអរស្ដាប់និងតាមដានបន្តសូមអនុមោទនា